តាមការស្រឡាញ់តាមការនិយមចូលចិត្តចឹងទៅអញ្ចឹងយើងមើលទី2តួសេចក្តីបាទតួសេចក្តីនៅក្នុងតួសេចក្តីយើងឃើញមានឃ្លាភ្ជាប់សេចក្តីបាទឃ្លាភ្ជាប់សេចក្តីអញ្ចឹងកន្លែងឃ្លាភ្ជាប់សេចក្តីនោះគ្រូជឿជាក់ថាបងប្អូនប្រកាសជាអាចធ្វើបានហើយបាទអាចធ្វើបានដោយសារតែឃើញយកមកឲ្យគ្រូកែភាគច្រើនគឺធ្វើបានល្អមែនតើនៅកន្លែងហ្នឹងបាទធ្វើបានល្អប៉ុន្តែវាមានឃ្លាច្រើនណាមានឃ្លាច្រើនសម្រាប់យកមកអនុវត្តមិនមែនមានតែមួយឬមួយក៏មិនមែនមានតែពីរទេអាហ្នឹងអាស្រ័យលើការប្រែប្រួលរបស់យើងប៉ុន្តែមិនមែនបានន័យថាគ្រប់ការប្រឡងយើងត្រូវតែប្រើទាំងអស់គឺអត់ទេបងអូនពេញចិត្តមួយណាបងអូនគិតថាមួយណាសមគួរបងអូនគិតថាមួយណាដែលអាចយកមកប្រើការបានដែលជាចំណុចមួយដែលបងអូនគួរប្រកាន់ខ្ជាប់ហ្នឹងបងអូនយកទៅណាមិនជាបញ្ហាទេអញ្ចឹងយើងមើលទី1ឲ្យគំរូយើងថាដើម្បីជាកន្លឹះជំនួយដល់ការបកស្រាយដល់ការបកស្រាយស្រាយរាល់ចម្ងល់ដែលមាននៅក្នុងប្រធានខាងលើឲ្យកាន់តែមានអត្ថន័យក្បោះក្បាយនិងស៊ីជម្រៅថែមមួយកម្រិតទៀតនោះយើងគួរគប្បីយល់នៅពាក្យកន្លឹះរបស់ប្រធានខាងលើនេះជាមុនសិនបាទអញ្ចឹងអានេះប្រធានអីក៏អាចប្រើបានដែរណាតែជាប្រធានបែបទស្សនៈទូទៅបងប្រើបែបហ្នឹងទៅគឺมันជាបញ្ហាទីណាมันជាបញ្ហាទីប្រើបែបហ្នឹងចុះទូទៅណាទូទៅមួយទៀតដើម្បីជាត្រីវិស័យក្នុងការកំណត់គោលដៅរបស់ប្រធានបាទដើម្បីជាត្រីវិស័យក្នុងការកំណត់គោលដៅរបស់ប្រធានឲ្យកាន់តែមានភាពងាយស្រួលនៅក្នុងការបកស្រាយយើងគួរគប្បីយល់នៅពាក្យបាទយល់នៅពាក្យអញ្ចឹងកន្លែងនេះគេចង់បញ្ជាក់ប្រាប់យើងថាយើងយកពាក្យយកមកបញ្យល់តែម្ដងបាទយើងយកពាក្យយកមកបញ្យល់តែម្ដងយើងមិនចាំបាច់ប្រើពាក្យថាជាមុនសិនទេយើងគួរក៏បីយល់នៅពាក្យនៅក្នុងប្រធាននឹងមានពាក្យអីគេខ្លះបងអូនដាក់រាវយកតែម្ដងបាទដាក់ឆៅយកតែម្ដងពាក្យអីពាក្យ2 3អញ្ចឹងទៅបញ្យល់ពាក្យកពាក្យខពាក្យកអញ្ចឹងទៅតែបន្តគ្នាអញ្ចឹងមកអញ្ចឹងបងអូនមិនចាំបាច់ប្រើពាក្យខាងលើនេះក៏បានដែរជាមុនសិនអញ្ចឹងក៏បានដែរអត់បញ្ហាទេហ្នឹងអាស្រ័យលើស្ថានភាពនៅក្នុងការសរសេររបស់បងអូនទេណាហ្នឹងអាស្រ័យលើស្ថានភាពជាក់ស្ដែងយើងត្រូវចេះបត់បែនតាមកលៈទេសៈណាយើងត្រូវចេះបត់បែនតាមកលៈទេសៈហើយយើងមើលមួយទៀតមុននឹងឈានចូលដល់ការបកស្រាយរាល់ចម្ងល់ដែលមាននៅក្នុងប្រធានខាងលើនេះឲ្យកាន់តែមានអត្ថន័យក្បោះក្បាយថែមមួយកម្រិតទៀតនោះយើងគួរក៏បីយល់នៅពាក្យអីគេពាក្យហ្នឹងមិនន័យថាកន្លែងនេះវាស្តីនៅខាងលើដែរប៉ុន្តែយើងអត់បញ្យល់វាទេយើងគ្រាន់តែស្រង់ពាក្យមួយចំនួនពាក្យកពាក្យខដែលមានក្នុងប្រធានហ្នឹងយកមកទៅសេវាឡើងវិញសិនមកហើយយើងប្រើពាក្យថាជាមុនសិនឧទាហរណ៍ថាយើងនៅពាក្យកនិងពាក្យខអញ្ចឹងទៅហ្នឹងតាមនឹងពាក្យកពាក្យអីចឹងទៅហ្នឹងយើងប្រែប្រួលតាមហ្នឹងណានេះបញ្ជាក់ប្រាប់យើងណាថាប្រធានមានពាក្យកន្លឹះតែមួយណាប្រធានមានពាក្យកន្លឹះតែមួយមិនចាំបាច់បញ្យល់ន័យតែម្ដងក៏បានណាអញ្ចឹងយើងសរសេរពាក្យមកសិនមកនៅកន្លែងហ្នឹងក៏បីយល់នៅពាក្យកជាមុនសិនហើយខាន់ទៅពាក្យកនោះមិនថាមិនចឹងទៅហ្នឹងប្រែប្រួលតាមហ្នឹងដើម្បីជាចក្ខុវិស័យក្នុងការចង្អុលបង្ហាញពីអត្ថន័យរបស់ប្រធានខាងលើយើងគួរក៏បីយល់នៅអត្ថន័យនៃពាក្យយ៉ាងម៉េចពាក្យកនិងពាក្យខអញ្ចឹងតែកន្លែងនេះគឺយើងប្រើចំពោះពាក្យនៅក្នុងប្រធានដែលមានកន្លឹះ2មានពាក្យកន្លឹះ2ណាមានពាក្យកន្លឹះ2យើងប្រើបែបហ្នឹងក៏បានអត់បញ្ហាទេណាឬមួយក៏យើងចង់ប្រើខាងលើនេះមិនក៏បាននេះប្រើជាមុនសិនអញ្ចឹងក៏បានដែរអត់តខុសទេហ្នឹងយើងបត់បែនបាទដោយលោកគ្រូប្រាប់តាំងពីដើមឆ្នាំមកថាយើងត្រូវចេះបត់បែនត្រូវចេះបត់បែនមិនមែនយើងដើររឹងស្ដោកនៅហ្នឹងទេមួយទៀតគឺថាជាបឋមមុននឹងឈានចូលដល់ការបកស្រាយរាល់ចម្ងល់ដែលមាននៅក្នុងប្រធានខាងលើឲ្យកាន់តែមានអត្ថន័យក្បោះក្បាយនិងមានអត្ថន័យស៊ីជម្រៅថែមមួយកម្រិតទៀតនោះយើងគួរក៏បីយល់នៅពាក្យកន្លឹះមួយចំនួននេះមិនได้ចាប់ពី3ឡើងទៅអីចឹងទៅឬមួយក៏2ឡើងទៅអីចឹងទៅហ្នឹងប្រែប្រួលតាមមួយចំនួនដែលមាននៅក្នុងប្រធានខាងលើនេះជាមុនសិនបាទជាមុនសិនអញ្ចឹងការប្រើបែបនេះយើងអាចប្រើចំពោះពាក្យកន្លឹះដែលមានចាប់ពី2ពាក្យឡើងទៅបាទមានចាប់ពី2ពាក្យឡើងទៅអញ្ចឹងបងអូនប្រើទៅបាទប្រើទៅប៉ុន្តែជាទូទៅយើងមិនចាំបាច់លេងម៉ូដលេង style លេងអីខ្លាំងណាស់ណាទេយើងធ្វើមិនឲ្យវាច្បាស់យ៉ាងខាងលើនេះបាទ
ច្បាស់តែខាងលើនេះមកច្បាស់តែមួយនឹងមកបានអញ្ចឹងយើងប្រើគ្រប់តែប្រធានតែងសេចក្តីក៏បានដែរអាហ្នឹងបើសិនជាយើងអត់ទាន់ច្បាស់ចំណុចផ្សេងថាពីពាក្យប្រើបែបម៉េចមកពាក្យប្រើបែបម៉េចអាហ្នឹងយើងមើលតាមហ្នឹងអញ្ចឹងក្រៅតែពី clear ភ្ជាប់ទាំងអស់ហ្នឹងចំពោះផ្នែកក្បាលរបស់វាបាទផ្នែកក្បាលខាងមុខណាជាបឋមដើម្បីជាកលឹះដើម្បីជាត្រីវិស័យដើម្បីជាចក្ខុវិស័យនោះអាហ្នឹងវានៅមានច្រើនទៀតបាទវានៅមានច្រើនទៀតអញ្ចឹងបងប្អូនមើលទៅនេះដើម្បីជាត្រីវិស័យក្នុងការបកស្រាយអីនេះចុច3ហ្នឹងបងប្អូនប្រិយខ្លួនឯងមកជាដំបូងដើម្បីឲ្យការបកស្រាយរាល់គំនិតរបស់ប្រធានបាទដើម្បីជាគុណប្រយោជន៍ដល់ការបកស្រាយណាដើម្បីធ្វើឲ្យការបកស្រាយរបស់ប្រធានកាន់តែយ៉ាងម៉េចចឹងបងប្អូនបង្ហាញតាមនឹងមកដើម្បីជាចក្ខុវិស័យនៅក្នុងការធ្វើអីបងប្អូនធ្វើអីចឹងបងប្អូនបង្ហាញជាបឋមដើម្បីឲ្យការបកស្រាយកាន់តែមានអីមានអត្ថន័យមានខ្លឹមសារយ៉ាងម៉េចបងប្អូនដាក់មកជាបឋមមុននឹងឈានចូលទៅកាន់ការបកស្រាយដើម្បីជាចំណែកនៃការចូលរួមក្នុងការបកស្រាយបាទមកកណោចឹងបងប្អូនប្រើបាទដើម្បីជាការផ្ដល់នៅអនុសាសន៍ខ្លះទៅលើប្រធានបទណាដើម្បីជាស្ពានជួយចម្លងរាល់ចម្ងល់របស់ប្រធានបទបាទដើម្បីជាប្រតិបនៅក្នុងការបំភ្លឺបាទច្រើនចឹងបងប្អូនយកទៅប្រើចឹងដើម្បីបកស្រាយប្រធានឲ្យកាន់តែមានភាពស៊ីជម្រៅចឹងបងប្អូនឆ្នៃបងប្អូនលៃបងប្អូនលោកខ្លួនឯងដើម្បីជាទុននៃគំនិតនៅក្នុងការបកស្រាយណាដើម្បីជាជំនួយនៅក្នុងការបកស្រាយយ៉ាងចឹងទៅដើម្បីសម្រួលដល់ការបកស្រាយរាល់ចម្ងល់សម្រួលធ្វើវាស្រួលតិចមកស្រួលចង់ស្រួលទៅលើអីស្រួលទៅលើពាក្យកលឹះហ្នឹងឯងសម្រួលវាតិចមកណាដើម្បីជាកលឹះនៅក្នុងការចង្អុលបង្ហាញចង្អុលបង្ហាញពីអីពីខ្លឹមសារប្រធានពីអត្ថន័យប្រធានពីចម្ងល់របស់ប្រធានចឹងបងដាក់ដើម្បីជាកលឹះនៅក្នុងការបកស្រាយដើម្បីជាវិភាគទាននៃគំនិតបាទវិភាគទាននៃគំនិតស្អីគេវិភាគទានបាទចឹងបងដាក់ដើម្បីជាត្រួយនៃគំនិតត្រួយនៃគំនិតមិញវិភាគទាននេះជាត្រួយមុននឹងបកស្រាយប្រធានបទខាងលើណាមុននឹងបកស្រាយប្រធានបទខាងលើចឹងមុននឹងបកស្រាយយើងគួរធ្វើអីសិនណាយើងគួរធ្វើអីសិនរកពាក្យកលឹះសិនណាបញ្យល់ពាក្យកលឹះសិនឬមួយធ្វើអីសិនចឹងយើងដាក់តាមនឹងមុននឹងឈានចូលទៅដល់ការបកស្រាយមុនឈានចូលទៅដល់ការបកស្រាយណាដើម្បីជាប្រធានវិស័យភាពបាទស្អីគេប្រធានវិស័យភាពបាទដើម្បីជាមូលដ្ឋាននៃគំនិតអីចឹងទៅបាទអញ្ចឹងបងដាក់អញ្ចឹងទាំងអស់នេះវាក៏សិតសឹងតែជាសំនួន clear ឬមួយក៏ clear ភ្ជាប់សេចក្តីនៅត្រង់ចំណុចតួសេចក្តីហ្នឹងបងយកទៅប្រើទៅហើយត្រូវចេះបត់បែនសំស្របតាមកលៈទេសៈសំស្របតាមពេលវេលាជាពិសេសគឺពេលវេលាហ្នឹងតែម្ដងយើងធ្វើវែងពេកវាមិនជាគប់ប្រសើរអីណាស់ណាដែរប៉ុន្តែយើងត្រូវសម្លឹងមើលពេលវេលាមើលទៅលើប្រធានបទរបស់យើងមើលទៅលើកលៈទេសៈដែលយើងកំពុងតែសរសេរហ្នឹងយើងគួរត្រូវប្រើប្រាស់នៅ clip shop មួយណាដើម្បីកុំឲ្យខាតពេលដើម្បីកុំឲ្យវាស៊ីម៉ោងហួសដែនកំណត់របស់យើងអញ្ចឹងបងប្អូនត្រូវប្រុងប្រយ័ត្នមែនទេត្រង់ចំណុចហ្នឹងបងមើលមួយទៀតតកតងជាមួយនឹងបញ្យលពាក្យបាទបញ្យលពាក្យនៅត្រង់ចំណុចបញ្យលពាក្យនេះតាមពិតទៅបងប្អូនក៏ត្រូវតែឆ្នៃវាបាទឆ្នៃវាលៃលកវាដោយធ្វើយ៉ាងណាកុំឲ្យប្រើពាក្យដដែលអីណាកុំឲ្យប្រើពាក្យដដែលអីកាលណាយើងប្រើពាក្យដដែលវាធ្វើឲ្យសំណេររបស់យើងស្ដាប់ទៅវាមិនសូវជាល្អទេចំពោះអ្នកអានចំពោះអ្នកកែគឺគាត់អានទៅហាក់ដូចជាច្រំដែលណាច្រំដែលវាអត់ព្រោះវាហាក់ដូចជាមើលទៅដូចជាមិនមែនជាផ្លូវជាតិណាវាទៅជាផ្លូវដែលមានកលិចកលុកអីចឹងទៅវិលចុះវិលឡើងអញ្ចឹងយើងត្រូវបដូរវាផងកន្លែងបញ្យលពាក្យនេះយើងចេះបដូរគឺល្អយើងមើលចំពោះពាក្យបាទនេះចំពោះពាក្យអាក្រោមទៅជាអីចំពោះពាក្យទៅជាចំណែកពាក្យអីចឹងទៅអាលើចំពោះបន្តមកទៀតចំណែកចុះបើសិនយើងមានពាក្យ13ដាក់អីគេរីឯអញ្ចឹងទៅបាទរីឯយើងបត់បែនបាទនេះរីឯពាក្យហើយអានេះទៅរីពាក្យអីចឹងទៅអានេះគេឯពាក្យអីចឹងទៅអានេះពាក្យអីចឹងទៅនេះពាក្យអីចឹងទៅអានេះគេចំណែក
ចំណៃពាក្យអញ្ចឹងទៅអញ្ចឹងយើងបដូរវាទៅបាទបដូរវាទៅបត់បែនសមស្របតាមកលៈទេសៈសមស្របតាមពេលវេលាហ្នឹងតាមពិតទៅពាក្យមិនដល់ប៉ុណ្ណឹងទេពន្យល់ពាក្យមួយតែសេចក្តីយ៉ាងច្រើន4 5ហ្នឹងឯងបាទ4 5ហ្នឹង2 3 4 5អញ្ចឹងបងបដូរទៅលៃឡធ្វើយ៉ាងណាឲ្យវាសមស្របតាមប្រធានបទរបស់យើងទៅហើយវាស្ដាប់បានហ្នឹងទៅកន្លែងនេះដូចគ្នាដែរបាទបាទនេះមានន័យថាហើយអាក្រោមយើងត្រូវបដូរទៅបដូរទៅជាអីផ្សេងអញ្ចឹងទៅបានន័យថាអញ្ចឹងទៅនេះទៅជាគឺជាអញ្ចឹងតែអានេះជាអញ្ចឹងទៅអានេះបានសេចក្តីថាអានេះសំដៅលើអានេះបានដល់អីចឹងឃើញទេឃើញខុសគ្នាទាំងអស់បាទអញ្ចឹងបងទៅចល័តវាត្រូវផ្លាស់ប្ដូរវាធ្វើម៉េចឲ្យស្របតាមពីកន្លឹះឲ្យស្របតាមប្រធានបទរបស់យើងគឺល្អភាសាមែនទែនបាទអញ្ចឹងត្រង់ចំណុចនេះគឺលោកគ្រូមានតែប៉ុណ្្នឹងខ្ញុំសង្ឃឹមថាបងប្អូននឹងតន់ឥឡូវមានចម្ងល់អីអាចសាកសួរមកបាទដោយសារពីអាទិត្យមុនយើងអត់បានជួបគ្នាទេលោកគ្រូតម្លាក់ត្រឹមតែវីដេអូតែលើកនេះយើងអាចដេញដោលទៅក្នុងវីដេអូដែលលោកគ្រូបានតម្លាក់ឲ្យផងហើយក៏អាចដេញដោលនឹងចំណុចនេះផងបាទ